ហើយនៅពេលដែលកាត់គឺយើងកាត់ចេញចំណុចដែលគេមិនចង់មើលឬក៏យើងមិនចង់ឃើញចំណុចដែលធ្វើឲ្យអ្នកដែលគាត់មើលមានអារម្មណ៍ឈឺចាប់ទោះអ្នកមើលគាត់មានអារម្មណ៍ថាពិបាកអញ្ចឹងណាហើយចង់បានវីដេអូដែលល្អគេថាមានភាពរលូនងាយស្រួលមើលអាចប្រើតាក់ទងទាំងការកាត់ហើយនឹង transitionសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់អេពីសូតទី20កន្លឹះសម្រាប់ការកាត់វីដេអូឲ្យគេស្ដាប់រហូតដល់ចប់អញ្ចឹងសម្រាប់ការផលិតវីដេអូដែលលេចធ្លោមិនមែនគ្រាន់តែជាការផលិតឬជាការថតឲ្យតែបានស្អាតឲ្យតែបាននោះទេក៏ប៉ុន្តែសម្រាប់ការកាត់តវីដេអូគឺយើងមានទូនាទីសំខាន់ហើយសំខាន់បំផុតនោះគឺក្នុងការមើលទៅថាវាមានភាពទាក់ទាញអត់ហើយចង់ឲ្យគេស្ដាប់រហូតដល់ចប់អត់អញ្ចឹងណាហើយជាពិសេសនៅលើសម័យ digital ដែលមនុស្សភាគច្រើនគឺមានជម្រើសវីដេអូជាច្រើនទាំងបងប្អូនទាំងខ្ញុំទាំងមិត្តភ័ក្តិបងប្អូនរួមអ្នកធ្វើការទាំងអស់គឺគាត់មានជម្រើសច្រើនក្នុងការមើលវីដេអូណាដែលមើលទៅចាប់អារម្មណ៍ទាក់ទាញមានខ្លឹមសារសំរុំគឺគាត់នៅមើលតែបើសិនជាអត់ទេគឺគាត់អូសចោលហើយពេលវេលារបស់គាត់មើលក៏មានកំណត់ដែរអញ្ចឹងណាហើយកន្លឹះនៅក្នុងការកាត់វីដេអូឲ្យគេស្ដាប់ដល់ចប់ហ្នឹងគឺមានការប្រើប្រាស់ការកាត់តដែលត្រឹមត្រូវហើយការកាត់ចេញពីចំណុចដែលមិនតាក់ទាញហ្នឹងហើយដូចជាពាក្យនឹងប្រហែលឬក៏យើងស្កប់តិចៗហ្នឹងយើងអាចកាត់ចោលទៅកុំឲ្យវាសល់អញ្ចឹងណាហើយបន្ថែមសលេងវីដេអូឲ្យធ្វើម៉េចឲ្យវារស់រវើកឲ្យមានសកម្មភាពគ្រប់ប្លង់អីចឹងណាបើសិនជាយើងមើលវីដេអូដែលទាំងខ្ញុំទាំងគេមើលទៅគឺអូសចោលហើយវាអត់មានគេថាអីទៅជា emotion ណាអញ្ចឹងវាមិនមែនគ្រាន់តែជាការកាត់ច្រាំតាមមុខទេក៏ប៉ុន្តែអ្នកដែលកាត់គឺគាត់មានគេថាអារម្មណ៍មួយគឺគាត់ control នៅអារម្មណ៍របស់គាត់ការទំនាក់ទំនងគាត់ជាមួយនឹងវីដេអូហ្នឹងហើយគាត់យកអារម្មណ៍យើងទៅធ្វើជាអ្នកមើលវិញអញ្ចឹងណាបងប្អូនហ្នឹងសម្រាប់ខ្ញុំនៅពេលខ្ញុំកាត់អីគឺខ្ញុំយកអារម្មណ៍ខ្ញុំថានៅពេលខ្ញុំមើលទៅតាក់ទាញអត់វីដេអូហ្នឹងហើយថ្ងៃនេះខ្ញុំនឹងចែករំលែកកន្លឹះសំខាន់ដែលបងប្អូនប្រើប្រាស់បានភ្លាមហើយធានាថាវីដេអូបងប្អូនគឺនឹងតាក់ទាញហើយនឹងគេស្ដាប់រហូតដល់ចប់ហើយបងប្អូនចង់ដឹងស្ដាប់ឲ្យចប់បងប្អូនណាអូខេអញ្ចឹងតកតងទៅនឹងកន្លឹះដំបូងដែលយើងត្រូវគិតនោះគឺការកាត់តដែលត្រឹមត្រូវបងប្អូនមានគេថាមូលដ្ឋានគ្រឹះនៅក្នុងការកាត់ច្បាស់លាស់ហើយឬនៅបើអត់មានអាចរៀនជាមួយខ្ញុំបានអូខេអញ្ចឹងគេថានៅពេលដែលបងប្អូនកាត់គឺកុំប្រញាប់ពេកហ្នឹងហើយក៏កុំយឺតពេកដែរមកល្មមមកពេលវេលាបងប្អូនគាត់ថាប្រើពេលកុំឲ្យយើងផ្ដោតទៅគេថាធ្វើការងារផ្សេងគឺផ្ដោតលើការកាត់តែមួយមុខហ្នឹងហើយនៅពេលដែលកាត់គឺយើងកាត់ចេញចំណុចដែលគេមិនចង់មើលឬក៏យើងមិនចង់ឃើញចំណុចដែលធ្វើឲ្យអ្នកដែលគាត់មើលមានអារម្មណ៍ឈឺចាប់ទោះអ្នកមើលគាត់មានអារម្មណ៍ថាពិបាកអញ្ចឹងណាហើយចង់បានវីដេអូដែលល្អគេថាមានភាពរលូនងាយស្រួលមើលអាចប្រើតាក់ទងទាំងការកាត់ហើយនឹង transition ហើយចឹងតាក់ទងទៅនឹងអ្វីដែលយើងត្រូវកាត់ចេញកន្លែងដូចខ្ញុំលើខាងដើមហ្នឹងគឺសលេងដែលស្ងាត់តិចអាហ្នឹងគឺកាត់ចេញទៅហើយយើងបន្ថែមជាមួយ transition ដែលមិនធ្វើឲ្យអារម្មណ៍ដែលមិនធ្វើឲ្យវីដេអូហ្នឹងវាគេថានៅត្រឹងអត់មានចលនាអញ្ចឹងថែម transition ទៅឲ្យវីដេអូហ្នឹងគឺបដូរពីមួយទៅមួយគឺវាមានចលនាអញ្ចឹងណាហើយក្រៅពីហ្នឹងយើងអាចបន្ថែមជាមួយនឹង background ហ្នឹង sound background អីចឹងណាក៏ដូចជា sound effect ផងព្រោះនៅពេលដែលយើងកាត់បើសិនអត់មានអាហ្នឹងទេអារម្មណ៍អ្នកមើលគឺគាត់អត់លងលោចទៅតាមហ្នឹងឯងអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍វីដេអូមួយសម្រាប់វីដេអូប្រភេទនៅតាមស្រុកស្រែបើសិនជាប្រភេទភ្លេងគេថាបងប្អូនដាក់ភ្លេងដូចភ្លេងកែបក្អាត់ជុំហើយភ្លេងខ្លុយតិចភ្លេងប្រភេទទឹកភ្លៀងស្រក់
គឺនឹកឃើញដល់អារម្មណ៍យើងអ្នកមើលទាំងយើងអ្នកស្ដាប់មានអារម្មណ៍ថាអូនឹកដល់សុខស្រែអញ្ចឹងមួយចុះពីរហ្នឹងហើយអញ្ចឹងអាហ្នឹងគឺជាកន្លឹះសម្រាប់បង្កើតអារម្មណ៍ហើយធ្វើឲ្យអ្នកដែលគាត់មើលហ្នឹងគឺមើលបានវីដេអូយូរជាងមុនហ្នឹងហើយកុំភ្លេចទៅពេលដែលយើងកាត់អាចុងក្រោយគឺយើងបញ្ចូលជាមួយនឹងអត្ថប្រយោជន៍ឬក៏សារៈសំខាន់ទៅកាន់ audience ដែលគេហៅថា CTA ហ្នឹងអញ្ចឹងដើម្បីជួយបញ្ចេញនៅអត្ថប្រយោជន៍ទាំងអស់ហ្នឹងបងប្អូនទាំងនេះកុំភ្លេចចុច subscribe ក៏ដូចជាចុចចែករំលែកវីដេអូហ្នឹងហ្នឹងហើយឲ្យអ្នកផ្សេងបានមើលផងអញ្ចឹងណាបងប្អូនអូខេអញ្ចឹងតើតើទៅនឹងការកាត់ឲ្យបានល្អអ្វីដែលធ្វើឲ្យអ្នកទស្សនាមានការតំណងជាមួយមាតិការបស់យើងអាចគិតថាតើវាអាចជួយឲ្យអ្នកមើលហ្នឹងគាត់ទទួលបាននៅបទពិសោធន៍ល្អចំណេះដឹងល្អចំណេះដឹងថ្មីបទពិសោធន៍ថ្មីហើយជំរុញឲ្យមានការចែករំលែកនិងcommentច្រើនហ្នឹងហើយចាហ្នឹងក៏យើងត្រូវគិតដែរហើយវាតកតងទៅនឹងតើវាផ្ដល់ភាពជាអ្នកផលិតមានន័យថាបើសិនជាបងប្អូនជាអ្នកផលិតតើផលិតទៅវាមានគុណភាពអត់ច្បាស់អត់ទាំង sound ទាំងវីដេអូទាំងរូបភាពច្បាស់អត់ហើយនៅពេលដែលយើងបងប្អូនធ្វើហ្នឹងអាចជួយកសាង branding បងប្អូនអត់ហ្នឹងហើយបើសិនជាអ្នកគាត់ស្ដាប់អាចយកអាហ្នឹងទៅជាប្រយោជន៍គាត់អត់អញ្ចឹងទៅមកវាមានភាពតាក់ទាញជាពិសេសនៅលើបណ្ដាញសង្គមមាន Facebook មាន YouTube មាន TikTok platform ផ្សេងអញ្ចឹងការកាត់វីដេអូបានល្អគឺជាកន្លឹះមួយដែលធ្វើឲ្យយើងទទួលបាននូវការគាំទ្រពីអ្នកដែលគាត់ទស្សនាកាន់ឡើងរហូតហើយបើសិនយើងបានបញ្ចូលចំណេះដឹងឲ្យគាត់ទៀតគឺកាន់តែប្រសើរក៏ប៉ុន្តែនៅក្នុងនោះក៏មានជាគេហៅថាគុណវិបត្តិដែរនៅពេលដែលយើងកាត់អញ្ចឹងបើសិនជាយើងកាត់មិនបានល្អក៏ដូចជាយើងមិនបានដាក់អារម្មណ៍យើងចូលនៅក្នុងវីដេអូហ្នឹងហើយយើងមិនបានយល់អំពីសារក៏ដូចជាសារៈសំខាន់មិនបានបន្ថែមចំណេះដឹងសំខាន់ហ្នឹងទេគឺពិបាកហើយតកតងទៅនឹងការកាត់ច្រើនពេកអាចធ្វើឲ្យវីដេអូហ្នឹងគឺវាជាលក្ខណៈរំខានវិញវាអត់មានថាឲ្យអ្នកនិយាយគាត់មានពេលសម្រាប់អញ្ចឹងកន្លែងខ្លះក៏យើងមិនអាចកាត់ទេអញ្ចឹងណាបើដូច record podcast អញ្ចឹងភាគច្រើនអត់សូវកាត់ប៉ុន្មានទេគឺដាក់ពី download អត់ចប់ខ្ញុំអត់កាត់ហ្មងអញ្ចឹងបើទោះបីខ្ញុំនិយាយ2ដងក៏ខ្ញុំអត់កាត់ដែរអូខេអញ្ចឹងបើសិនជាបងប្អូនស្ដាប់នឹងស្ដាប់សលេងខ្ញុំ2 3ដងអញ្ចឹងហ្នឹងហើយឧទាហរណ៍នឹងហើយអញ្ចឹងទៅអញ្ចឹងពាក់ព័ន្ធជាមួយនឹងវីដេអូនឹងធ្វើឲ្យអ្នកមើលហ្នឹងគឺចាញ់ពីវីដេអូយើងគឺអត់មើលតទៀតអញ្ចឹងអានឹងគុណវិបត្តិដែរហើយតកតងទៅនឹងការខ្វះការជាមួយសំឡេងភ្លេងអីផ្សេងគឺលក្ខណៈតែស្ដាប់ទៅក៏ដូចជាមើលទៅអត់មានជីវិតជីវ៉ាអត់មានគេថាអីជាភាពតាក់ទាញអញ្ចឹងតកតងទៅនឹងអ្វីដែលជាបងប្អូនជួបហ្នឹងបញ្ហាហ្នឹងយើងត្រូវឆ្នៃឡើងទៅធ្វើម៉េចដើម្បីសលេងច្បាស់ដើម្បីឲ្យវីដេអូច្បាស់ effect ហ្នឹងវាមានបន្ថែមយើងគួរថែមអីគេថែមសលេងថែម sound effect sound background ដើម្បីបង្កើតបទពិសោធន៍ដែលល្អឲ្យអ្នកដែលគាត់មើលអ្នកដែលគាត់ស្ដាប់អញ្ចឹងសរុបជារួមនៅក្នុងការលើកឡើងពាក់ព័ន្ធជាមួយនឹងគន្លឹះសម្រាប់ការកាត់វីដេអូឲ្យគេស្ដាប់ឲ្យចប់បងប្អូនទាំងអស់គ្នាមិនមែនតែគេថាខ្ញុំទេសម្រាប់បងប្អូនក៏ត្រូវគិតដែរតែចាំបាច់យើងមានកុំព្យូទ័រល្អមានកម្មវិធីល្អបានកាត់វីដេអូល្អមែនទេមែនទេអាស្រ័យប៉ុន្តែអាស្រ័យទៅលើការយល់ការដឹងអំពីរបៀបក្នុងការកាត់តត្រឹមត្រូវអ្នកខ្លះមានឧបករណ៍ល្អតែអត់ចេះកាត់អ្នកខ្លះអត់មានឧបករណ៍តែគាត់មានវិធីសាស្ត្រក្នុងការកាត់ហើយនឹងរបៀបនៅក្នុងការធ្វើឲ្យវីដេអូរបស់យើងគឺស្របតាមអារម្មណ៍របស់អ្នកដែលគាត់ទស្សនាហ្នឹងហើយទៅលើចំណុចនេះក៏មានបើនៅកន្លែងខ្ញុំដែលខ្ញុំធ្វើការហ្នឹងមេគាត់និយាយថាគាត់ថាមានសិស្សកុំព្យូទ័រល្អឧបករណ៍ថ្លៃថតកាមេរ៉ាដល់ពេលវីដេអូផុសទៅចាញ់ថតចេញពីទូរស័ព្ទណាដោយសារតែពេលខ្លះអារម្មណ៍អ្នកដែលគាត់មើលគឺដល់ពេល professional ពេកក៏អត់ចង់មើលទេតើណារៀលមើលទៅរឿងញ៉ៃញ៉ៃញីញ័រទីទៅមើលទៅអារម្មណ៍ពិតរបស់គាត់អញ្ចឹងណាអូខេនឹងតាក់ទងទៅនឹងការផលិតទេ
អញ្ចឹងការបញ្ចូលសលេងដែលល្អការកាត់តដែលគេហៅថាមិនចាំបាច់ចំណុចការកាត់កន្លែងខ្លះដែលសិនយើងមិនចាំបាច់អាហ្នឹងយើងមិនបាច់កាត់ទេអាណាយើងកាត់ទៅហ្នឹងហើយតែកុំកាត់ពេកអញ្ចឹងណាបងប្អូនហើយបងប្អូនត្រូវបន្ថែមជាមួយនឹងសារក៏ដូចជាគេថាពាក្យកន្លឹះណាមួយដែលមានប្រយោជន៍ហើយច្បាស់លាស់ទៅកាន់ឲ្យអ្នកស្ដាប់ហើយអ្នកស្ដាប់គឺគាត់ទទួលបាននៅកន្លឹះថ្មីសំខាន់ដែលពួកគាត់នឹងចេះអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យវីដេអូបងប្អូនតាក់ទាញបងប្អូនកុំភ្លេចស្ដាប់ពីដើមឡើងវិញមកហ្នឹងហើយឬក៏យើងអាចបន្ថែមអីគេបើសិនជាបងប្អូនចង់ឲ្យវីដេអូរបស់អ្នកតាក់ទាញសូមស្ដាប់ឲ្យបានដល់ចប់ណែឧទាហរណ៍អញ្ចឹងណាហ្នឹងហើយអញ្ចឹងសម្រាប់សារ5ចាទៅកាន់បងប្អូនចុងក្រោយត្រូវចាំថាការផលិត content ល្អគឺជាចំណូលដ៏មានតម្លៃសម្រាប់យើងទាំងយើងទាំងគេអ្នកផលិតមាតិកាទាំងអស់គឺចង់បានវីដេអូដែលមានគុណភាពល្អជាប្រយោជន៍សម្រាប់សាធារណជនសម្រាប់អ្នកមើលអញ្ចឹងណាអូខេហើយកុំភ្លេចថាកលឹះជោគជ័យនៅក្នុងការដែលយើងធ្វើហ្នឹងគឺយើងត្រូវបន្តទៅការរៀនរហូតហើយព្យាយាមអភិវឌ្ឍខ្លួនឯងជានិច្ចហើយបើសិនជាយើងជាអ្នកកាត់បើសិនជាយើងកាត់វីដេអូបានល្អវាធ្វើឲ្យយើងទូបានជោគជ័យក្នុងវិស័យហ្នឹងហើយបើសិនជាយើងកំពុងតែធ្វើនៅក្នុងការ design វិស័យ graphic design ជា designer គឺយើងព្យាយាមអភិវឌ្ឍខ្លួនឯងអាប់ដេតរហូតតទៅនឹងការធ្វើប្រចាំអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនទាំងអស់នេះចង់ស្ដាប់កន្លឹះក៏ដូចជាបទពិសោធន៍ថ្មីពីខ្ញុំអាចស្វែងយល់អំពីការផលិតវីដេអូរបស់ខ្ញុំហ្នឹងហើយនឹង content media ជាច្រើនបន្ថែមទៀតបងប្អូនកុំភ្លេចចុច subscribe ក៏ដូចជា follow podcast របស់ខ្ញុំហើយនឹង channel Rin Media របស់ខ្ញុំផងអញ្ចឹងណាដើម្បីខ្ញុំចែករំលែកទៅកាន់បងប្អូនហើយបើសិនជាបងប្អូនមានអីអាច comment នៅខាងក្រោមវីដេអូនឹងបានហើយបើចង់ឲ្យខ្ញុំផលិតជា content បែបណាអាច comment ខាងក្រោមយើងនឹងជួបគ្នានៅវីដេអូបន្តទៀតអញ្ចឹងណាអញ្ចឹងជាចុងក្រោយនេះក៏សូមអរគុណបងប្អូនដែលបានស្ដាប់តាំងពីដើមរហូតមកដល់ចប់ហើយនឹងតែងតែគាំទ្រ Channel Rin Media ជួបគ្នានៅអេពីសូតទី23ហ្នឹងហើយ23អេពីសូតទី22 idea ចេញពីណានៅពេលដែលបងប្អូនកាត់វីដេអូក៏ដូចជា design អូខេអញ្ចឹងជួបគ្នានៅអេពីសូតក្រោយបាទ